សម្រាប់អ្នកដែលគាត់ប្រើ Fuji មិនថាឡើយ Fuji អីទេអញ្ចឹងខ្ញុំមកបរៀនអ្នកទាំងអស់គ្នាពីរបៀបប្រើប្រាស់អញ្ចឹងណាអញ្ចឹងអ្វីដែលយើងត្រូវមើលដំបូងគឺយើងមើលទៅលើ mode អញ្ចឹងវាមាន mode A mode S mode P mode M mode A អញ្ចឹងណាអញ្ចឹងសម្រាប់ខ្ញុំគឺខ្ញុំណែនាំឲ្យអ្នកទាំងអស់គ្នាប្រើ mode A អញ្ចឹងយើងកាច់អា mode A នេះមកចំអាកន្លែងអាកណ្ដុះសនេះមកអាប៉ុណ្ណឹងគឺបានហើយបន្តមកទៀតយើងបើកគ្រឿងហើយខ្ញុំនឹងអោយអ្នកនរគ្នា reset គ្រឿងសិនពេលដែលយើងបើកគ្រឿងហើយអ្នកនរគ្នាត្រូវតែ reset ចុចពាក្យថា menu ហើយយើងមករកពាក្យអា console នេះចុចមកជាងមករក console មកដល់ console ហើយយើងចុចមកជាងហើយចុចមកក្រោមទៀតយើងមករកពាក្យថា reset អញ្ចឹងចុច reset ចុចអាលើហើយចុច OK អញ្ចឹងម្ដងហើយយើងត្រូវ reset មកកន្លែងទៀតចុចមកកន្លែងដែរចុចមកកន្លែងដែរហើយយើងទៅរកកន្លែង reset ម្ដងទៀតប៉ុន្តែយើង reset អាចចុចអាខាងក្រោមម្ដងនេះ reset អាក្រោមម្ដងហើយចុច OK reset អញ្ចឹងចុចតាំងភាសាទាំងអីអញ្ចឹងទៅអ្វីដែលអ្នកនរគ្នាត្រូវមកមើលគឺទៅនេះចុចពាក្យថា menu ហើយយើងត្រូវទៅស្រីអាកន្លែង ISO យើងរកពាក្យថា ISO អញ្ចឹងរកពាក្យ ISO អ្នកនរគ្នាចុចមកជាងហៀងដល់អាកន្លែង ISO អ្នកនរគ្នាចុចមកជាងហៀងកុំមកជាងចុចមកជាងហៀងហើយយើងមក scroll មកក្រោម scroll ឲ្យឃើញថា auto 3 auto 3ចុចកន្លែង auto 3ហើយយើងខាងនេះយើងដាក់ទៀមបំផុតកន្លែងខាងលើទៀមបំផុតគឺ200ត្រូវហើយអញ្ចឹងខាងក្រោមនេះគឺខ្ពស់បំផុតគឺយើងដាក់វា6000តែបើសិនតែកាមេរ៉ាអ្នកនរគ្នាខ្ពស់ប៉ុន្មានគឺដាក់វាកាន់តែច្រើនទៅអញ្ចឹងកាមេរ៉ានេះវា ISO វាខ្ពស់បំផុតគឺ6400អញ្ចឹងដាក់6400មកហើយមួយទៀតគឺ speed នេះspeed នេះគឺសំខាន់ណាspeed shutter នេះគឺសំខាន់shutter speed អញ្ចឹងយើងចុចមក shutter speed ហើយយើងចុចមកចង្ហៀងហើយវាមានឲ្យយើងរើសអញ្ចឹងយើងអត់ដាក់អូតូទេយើងដាក់វាទាបបំផុតគឺ1ទៅ60នេះអានេះគឺទាបបំផុតណាអញ្ចឹងមានន័យថាពេលដែលយើងថតទីកន្លែងខ្វះពលឺនេះពេលដែលយើងចុចទីកន្លែងខ្វះពលឺពេលដែលល្ងិតspeed នឹងវាចាប់ដើមទាបហើយលេខទាបកាលណាតែយើងចុចថតទៅដៃយើងអង្គើមានន័យថារូបភាពយើងគឺវាញ័រវាអត់ច្បាស់វាអត់ឆាបដល់ទេអញ្ចឹងអានេះគឺយើងដាក់ទាបបំផុតវា60អញ្ចឹងពេលដែលវាពលឺថ្ងៃថតពេលថ្ងៃអីវានឹងឡើងខ្លួនវារហូតដល់100អញ្ចឹងណាអញ្ចឹងនេះដាក់តាមខ្ញុំទៅហើយមួយទៀតគឺ ISO គឺយើងដាក់វាអូតូហើយតាក់ទងជាមួយនឹង aperture គឺយើងសេរីទៅនេះអញ្ចឹងយើងសេរីវាទម្លាក់អស់មកដោយសារតែ lens យើងស៊ូមនេះអញ្ចឹង aperture របស់វាគឺ f3.5 អានេះគឺកុំឲ្យច្រើនaperture នេះគឺធ្វើម៉េចកុំឲ្យវាច្រើនឲ្យវាទាបបំផុតដែលយើងអាចសេរីទៅបានណាវាទាបបំផុតគឺ 3.5 អញ្ចឹងតែប៉ុណ្្នឹងគឺបានហើយមួយទៀតគឺមកមើលជាមួយនឹងពណ៌គេហៅថាពលឺអញ្ចឹងឧទាហរណ៍ថាយើងថតរូបមកប៉ុស្តិ៍ហើយយើងមានអារម្មណ៍ថានេះយើងមានអារម្មណ៍ថាពណ៌វារៀងងឹតអញ្ចឹងយើងអាចមកបូកពលឺនេះបានយើងចុចឲ្យវាចេញជារូបថតបែបនេះសិនមកហើយយើងមួនេះអាពុំនេះអញ្ចឹងអ្នកនរគ្នាត្រូវមើលចាំនេះពេលដែលយើងមួលឡើងលើពលឺវាកាន់តែភ្លឺអញ្ចឹងជាទូទៅយើងបូកវា2កាំក៏បានដែរនេះ2កាំទៅមុខយើងមកសល្មមតែបើយើងថាសិនតែយើងគិតថាវារៀងភ្លឺពេកយើងអាចដកវាមក1កាំ2កាំវិញបានអញ្ចឹងណានេះទាំង lens តែពលឺតែបើថា standard របស់វាគឺនៅចំលេខ0អញ្ចឹងFuji ហ្នឹងគឺវាប្រើវាតែប៉ុណ្្នឹងឯងអត់បាច់ចាំតស្រេកអីញ៉ៃទេតែថាតាក់ទងជាមួយនឹង color ពណ៌អីអានេះគឺពេលដែលយើង set up ទៅ reset គ្រឿងវានឹង standard ហើយអញ្ចឹងបាច់ទៅប៉ះពាល់វាក៏បានដែរពួកហ្នឹងតែប៉ុណ្ណឹង